បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូនេះជាវីដេអូទី7ហើយវីដេអូនេះដែរក្រុមការងារនឹងបង្ហាញអំពីការបញ្ចូលទិន្នន័យលទ្ធផលសម្រេចបានបាទក្នុងតារាងអបសម្ព័ន្ធកនិងតារាងអបសម្ព័ន្ធខបាទអញ្ចឹងការបញ្ចូលលទ្ធផលសម្រេចបាននេះគឺអ្នកអនុវត្តផែនការបាទគាត់ត្រូវបញ្ចូលទិន្នន័យឬមួយក៏លទ្ធផលនេះតាមត្រីមាសនីមួយៗហើយនៅក្នុងនោះគឺយើងមានតារាង2បាទគឺយើងមានតារាងអបសម្ព័ន្ធកគឺជាតារាងអបសម្ព័ន្ធដែលនិយាយអំពីការអនុវត្តសកម្មភាពនិងថវិកាហើយសម្រាប់តារាងអបសម្ព័ន្ធខវិញគឺយើងនិយាយអំពីការវិតម្លៃសូចនាករបាទអញ្ចឹងសម្រាប់នៅក្នុងតារាងអបសម្ព័ន្ធកបាទអញ្ចឹងអ្វីដែលតាមត្រីមាសនីមួយលោកគ្រូមានតួនាទីក្នុងការបញ្ចូលទី1គឺលទ្ធផលសម្រេចបានបាទទី2អនុវត្តបានបាទនិងទី3ថវិកាចំណាយនិងទី4គឺសេចក្តីបញ្ជាក់បាទអញ្ចឹងទី1លទ្ធផលសម្រេចបាននេះគឺទី1លទ្ធផលសម្រេចបាននេះគឺយើងស្នើសុំឲ្យលោកគ្រូអ្នកគ្រូដែលជាអ្នករៀបចំរបាយការណ៍សកម្មកម្មសូមរាយការណ៍ឬមួយក៏សេអំពីលទ្ធផលដែលអនុវត្តសកម្មភាពហើយត្រូវឆ្លើយតបនឹងលទ្ធផលរំពឹងទុកបាទព្រោះចំណុចកន្លែងនេះគឺជារឿងមួយដែលសំខាន់ព្រោះតាមអង្គភាពនីមួយៗបានយកថវិកាបាទទៅអនុវត្តសកម្មភាពហើយបានរំពឹងទុកថានឹងចូលរួមសម្រាប់សូចនាករសមិទ្ធកម្មបាទអញ្ចឹងប្រសិនបើយើងទៅសេកន្លែងលទ្ធផលសម្រេចបាននឹងអត់បានច្បាស់អត់បានជាក់លាក់ទេអញ្ចឹងធ្វើឲ្យមានបញ្ហាប្រឈម2ទី1គឺសម្រាប់អង្គភាពมันបានពិនិត្យមើលឬមួយក៏បង្ហាញអំពីលទ្ធផលរបស់ខ្លួនជាក់ស្ដែងនៃការគ្រប់គ្រងទៅលើសូចនាករក៏ដូចជាការអនុវត្តសកម្មភាពបាទថវិកាបាទការអនុវត្តថវិកាក៏ដូចជាការចូលរួមសម្រាប់បាននៅសូចនាករហើយទី2គឺអង្គភាពខ្លួនឯងនឹងពិបាកនៅពេលដែលមានបញ្ហាប្រឈមនៅពេលដែលគ្រោងថវិកាសម្រាប់ឆ្នាំបន្ទាប់ទៀតបាទឆ្នាំបន្ទាប់ទៀតបាទអញ្ចឹងនៅក្នុងនេះគឺខាងក្រុមការងារស្នើសុំឲ្យអ្នករៀបចំបាទទាំងអ្នកបូកសរុបទាំងអ្នកដែលរាយការណ៍អំពីការអនុវត្តសកម្មភាពរបស់ខ្លួនទី1តើកន្លែងលទ្ធផលសម្រេចបាននឹងតើអនុវត្តសកម្មភាពអីគេបាទអញ្ចឹងអាចមានជាប្រជុំសិក្ខាសាលាអំពងសមត្ថភាពបើកផ្ដល់ប្រាក់ពិនិត្យតាមដានអីឡើងចឹងទៅបាទជាសកម្មភាពខ្ញុំជឿជាក់ថាអស់លោកគ្រូអ្នកគ្រូពិតជាអាចយល់ហើយទី2ប្រធានបទតើប្រធានបទនៃការអនុវត្តសកម្មភាពនឹងទៅធ្វើលើរឿងអីបាទទៅលើប្រាក់បៀវត្សទៅលើការពិនិត្យតាមដានការងារប្រឡងពិនិត្យតាមដានទៅលើការអនុវត្តស្តង់ដារសាលារៀនគំរូឬមួយក៏អីបាទអញ្ចឹងជាប្រធានបទបន្តមកទៀតក្រុមគោលដៅឬមួយអ្នកទទួលផលបាទអញ្ចឹងនៅពេលដែលយើងអនុវត្តសកម្មភាពមួយនឹងឈរលើប្រធានបទនឹងតើអ្នកណាដែលជាអ្នកទទួលផលពីសកម្មភាពនោះឧទាហរណ៍ថាយើងធ្វើសិក្ខាសាលាអញ្ចឹងសិក្ខាកាមរបស់យើងជាអ្នកណាគ្រូបាទជាមន្ត្រីការឡាយអប់រំស្រុកឬមួយក៏ជាអ្នកពាក់ព័ន្ធឬមួយក៏អាជ្ញាធរបាទអញ្ចឹងនៅពេលដែលយើងអនុវត្តសកម្មភាពប្រធានបទបែបហ្នឹងគឺក្នុងគោលបំណងជួយឬមួយក៏ជំរុញឬមួយក៏ពង្រឹងសមត្ថភាពដល់ទៅអ្នកពាក់ព័ន្ធហ្នឹងបាទដូចយើងចុះពិនិត្យតាមដាននៅគ្នាចុះពិនិត្យតាមដានគឺយើងចុះទៅតាមសាលារៀនឬមួយក៏ការិយាល័យអប់រំក្រុងសុខណ្ឌគឺគោលបំណងចង់ពង្រឹងសមត្ថភាពគាត់លើការងារបាទការពង្រឹងលើការអនុវត្តការងារបាទអញ្ចឹងពួកគាត់នៅជាអ្នកទទួលផលបាទហើយចំនួនប្រមាណអ្នកចំនួនប្រមាណសាលាបាទដែលបានចូលរួមហើយនៅក្នុងក្របខ័ណ្ឌពេលវេលាមួយណាបាទខ្ញុំឧទាហរណ៍មួយដូចនៅអង្គភាពរបស់ខ្ញុំអញ្ចឹងកាលពីឆ្នាំ2ឆ្នាំទៅនៅក្នុងផែនការប្រតិបត្តិរបស់ខ្ញុំនៅ2026នេះ
គឺយើងគ្រងអ្នកចូលរួមសិក្ខាសាលាតែ86នាក់ទេបាទមិនតែដល់ពេលយើងរៀបចំរបាយការណ៍សមិទ្ធកម្មយុវដ្ឋានរបស់ខ្ញុំក៏មានរបាយការណ៍សមិទ្ធកម្មរបស់ខ្លួនដែរដល់ពេលលទ្ធផលរបស់យើងមានឡើងដល់153នាក់បាទ153នាក់អាចមានអ្នកដែលគាត់ប្រើប្រាស់ថវិកាអង្គភាពគាត់អញ្ចឹងសួរថាចំណោទសួរថាតើសម្រាប់2027តើអង្គភាពរបស់ខ្ញុំនេះគួរគ្រង86ដដែលឬមួយក៏ត្រូវគ្រង153នាក់បាទនេះជាចំណោទសួរអញ្ចឹងយើងអាចពិនិត្យមើលតើឆ្នាំនេះគួរតែវិនិយោគលើសកម្មភាពនឹងបន្ថែមទៀតអត់ឬមួយក៏យកកម្រិតណាបាទអញ្ចឹងដូចឆ្នាំនេះខ្ញុំយកធំតាម122នាក់ទេបាទដើម្បីលើសលួសបន្តិចតួចវានៅក្នុងរង្វង់ហ្នឹងក៏មិនជាអីដែរបាទអញ្ចឹងយើងអាចពិនិត្យមើលយើងអាចបង្វែរកញ្ចប់ថវិកាឬមួយក៏អីបាទយើងទៅវិនិយោគសកម្មភាពមួយនេះជាចំណុចល្អមួយនៃការរៀបចំរបាយការណ៍សមិទ្ធកម្មបាទចូលមកដល់ការអនុវត្តនេះគឺយើងបញ្ចូលអំពីចំនួនមានន័យថាតើលទ្ធផលពឹងទុករបស់យើងចឹងគោលដៅតាមត្រីមាសរបស់យើងចឹងតើមកដល់ពេលនេះយើងអនុវត្តបានប្រមាណហើយបាទបន្ទាប់មកទៀតបើសិនមកសកម្មភាពនឹងបានអនុវត្តឬមួយក៏កំពុងអនុវត្តបានអនុវត្តចប់ឬមួយក៏កំពុងអនុវត្តអញ្ចឹងត្រូវមានការអនុវត្តថវិកាបាទអញ្ចឹងតើថវិកាដែលយើងបានអនុវត្តនឹងប្រមាណហើយក្នុងការចំណាយថវិកានេះគឺគិតជាលានរៀលបាទហើយអ្វីដែលជាចំណុចមួយដែលទាមទារខ្លាំងបំផុតបាទព្រោះនៅក្នុងរបាយការណ៍សមិទ្ធកម្មអ្នករៀបចំតែងតែផ្ដោតច្រើនទៅលើការរាយការណ៍អំពីលទ្ធផលបាទព្យាយាមស្វែងរកលទ្ធផលប៉ុន្តែនៅពីក្រោយការជោគជ័យក្រោយពីលទ្ធផលហ្នឹងរាល់ការអនុវត្តសកម្មភាព10អាចមានបញ្ហាប្រឈម4ឬមួយក៏5បាទអញ្ចឹងតើបញ្ហាប្រឈមទាំងអស់ហ្នឹងដោយសារមូលហេតុអីបានជាសកម្មភាពរបស់យើងមិនអនុវត្តបានចប់ឬមួយក៏យ៉ាងណាបាទឬមួយក៏សកម្មភាពអនុវត្តចប់ហើយតែថវិកាមិនទាន់បានអនុវត្តឬមួយក៏យ៉ាងណាអញ្ចឹងនៅក្នុងសេចក្តីបញ្ជាក់នេះសំខាន់សម្រាប់អ្នកដែលអនុវត្តសកម្មភាពត្រូវមានភាពជាម្ចាស់ខ្លួនឯងថាតើសកម្មភាពនីមួយៗហ្នឹងវាមិនបានអនុវត្តឬមួយក៏កំពុងអនុវត្តដោយសារមូលហេតុអីបាទអញ្ចឹងយើងត្រូវតែមានសេចក្តីបញ្ជាក់បាទកន្លែងសេចក្តីបញ្ជាក់នេះគឺក្នុងករណី2ទី1គឺសកម្មភាពដែលកំពុងអនុវត្តក៏ត្រូវតែបញ្ជាក់ដែរតើហេតុអីបានជាមកដល់ពេលនេះហើយនៅតែកំពុងអនុវត្តទី2តើសកម្មភាពហ្នឹងមិនបានអនុវត្តតើដោយសារមូលហេតុអីបានជាសកម្មភាពហ្នឹងមិនបានអនុវត្តបាទអញ្ចឹងបញ្ជាក់មកហើយការបញ្ជាក់អាចមាន2ទី1ថាតើវាជាការបញ្ហាជាការរៀបចំផែនការរបស់យើងមិនបានជាក់លាក់មិនបានកំណត់ក្របខ័ណ្ឌពេលវេលាបានត្រឹមត្រូវឬមួយក៏ដោយសារប្រធានសក្តិណាមួយឬមួយក៏អ្នកដែលអនុវត្តសកម្មភាពហ្នឹងគាត់មិនបានធ្វើបាទអញ្ចឹងកន្លែងនេះសំខាន់នៅពេលដែលអ្នកដែលបូកសរុបគាត់ចូលមករៀបចំបូកសរុបជារបាយការណ៍បាទចឹងនេះគឺជាតារាងបសម្ព័ន្ធក៏ចឹងខ្ញុំប្រើប្រាស់ file unit ខ្ញុំអត់ប្រើប្រាស់ file ធំទេបាទព្រោះការរៀបចំដូចគ្នាហើយខ្ញុំចង់បញ្ជ្រាបឬមួយក៏បង្ហាញទៅដល់អ្នកដែលអនុវត្តសកម្មភាពក្នុងការបញ្ចូលលទ្ធផលបាទអញ្ចឹងនៅក្នុងនេះគឺយើងមានសកម្មភាពបាទអញ្ចឹងសកម្មភាពដែលយើងកំពុងតែឃើញនេះគឺមានន័យថានៅក្នុងត្រីមាសទី1បាទគឺយើងកំពុងតែរាយការណ៍លទ្ធផលក្នុងត្រីមាសទី1អញ្ចឹងក្នុងប្រព័ន្ធគាត់មិនបង្ហាញនៅសកម្មភាពមួយឆ្នាំទេគឺគាត់យកតែសកម្មភាពណាដែលគ្រោងអនុវត្តក្នុងត្រីមាសទី1បាទអញ្ចឹងឥឡូវយើងពិនិត្យមើលសកម្មភាពមួយនេះបាទអញ្ចឹងសកម្មភាពមួយនេះគឺនៅក្នុងអប់រំកុមារតូចបើកផ្ដល់មូលនិធិដំណើរការសាលារៀនជូនគ្រឹះស្ថានសិក្សាបាទលទ្ធផលពឹងទុកគឺសាលាបាក់ខ្លងបាទនឹងទទួលបាទអញ្ចឹងដើម្បីអាចសរសេរដើម្បីយើងអាចសរសេរបានទៅជាបែបនេះបាទតើយើងត្រូវរាយការណ៍បែបណាលទ្ធផលសម្រាប់បានបាទទី1សកម្មភាពតើសកម្មភាពយើងធ្វើអីបាទ
បើកផ្ដល់បាទមូនិជូនផ្ទៃសិក្សាក្លងបាទចំនួនប៉ុន្មានបាទបើយើងអាចដាក់មកបាទតើប្រមាណបាទទីរៀនក្នុងមួយបាទចឹងនៅក្នុងនេះគឺយើងបានហើយតើបើកផ្ដល់ចឹងតើការបើកផ្ដល់ហ្នឹងថវិកាចំនួនប្រមាណបាទហើយតបមកទៀតថានៅក្នុងត្រីមាសមួយណាបាទហ្នឹងត្រីមាសទី1បាទឬមួយក៏លោកគ្រូចង់បានច្បាស់ទៀតលោកគ្រូអាចដាក់ក្នុងខែប្រមាណខែមករាក្នុងត្រីមាសទី1ឬមួយក៏យើងដាក់ជាខែក៏បានបាទក្នុងត្រីមាសក៏បានបាទបើយើងចង់ច្បាស់ទៀតដាក់ខែហ្មងក៏បានដែរបាទដើម្បីយើងងាយស្រួលក្នុងការរៀបចំឬមួយក៏គ្រោងថវិកាបាទចឹងសាលាបាក់ខ្លងចំនួនប្រមាណលានយ៉ាងមកក្នុងត្រីមាសទី1បាទអញ្ចឹងយើងត្រឡប់មកអនុវត្តបានតើអនុវត្តបានប៉ុន្មានគ្រូមួយសាលាគោលដៅមួយសាលាអញ្ចឹងមកដល់ពេលនេះយើងបានមួយសាលាអូខេអញ្ចឹងមួយអញ្ចឹងនៅក្នុងកន្លែងស្ថានភាពនេះអញ្ចឹងមានន័យថាឯកភាគរយសម្រាប់បានគឺ 100% ហើយស្ថានភាពលេខ1លេខ1មានន័យដូចម្ដេចលេខ1មានន័យថាសកម្មភាពរបស់យើងនឹងបានសម្រេចបានតាមគោលដៅហើយបាទមានន័យថាយើងសម្រេចបានទៅតាមគោលដៅគឺមានន័យថា 100% បាទបន្តមកទៀតតើថវិកាប្រមាណបាទអញ្ចឹងនៅក្នុងនេះគឺយើងមានថវិកាចំណាយបាទនេះគឺជាថវិកាគ្រោងបាទពី P ទៅនេះគឺថវិកាគ្រោងបាទអញ្ចឹងនៅក្នុងនេះគឺយើងគ្រោងថវិការដ្ឋ 9.10 លានបាទអញ្ចឹងតាមខ្ញុំដឹងដូចជាគាត់អនុវត្ត2ដងបាទអញ្ចឹងយើងអាចស្មើហ្នឹងណាបាទអាច 4.50 អញ្ចឹងទៅ 4.50 ចាស់បាទឬមួយ 4.50 ហ្នឹងអូខេ 4.50 បាទអញ្ចឹង 4.50 អញ្ចឹងថវិកាអញ្ចឹងនៅក្នុងនេះប្រសិនបើថវិកាដែលយើងគ្រោងអនុវត្តនៅក្នុងប្រឡោះដៃគូឬមួយក៏ថវិកាផ្សេងៗអញ្ចឹងគាត់នឹងបង្ហាញមកយើងនឹងបើកប្រឡោះសម្រាប់បញ្ចូលលទ្ធផលបាទអញ្ចឹងយើងមើលទៅទៀតកន្លែងសេចក្តីបញ្ជាក់នេះគឺអត់មានអីទេបាទព្រោះសកម្មភាពយើងបានអនុវត្តចប់ហើយអញ្ចឹងយើងចុះទៅមើលសកម្មភាពខាងក្រោមទៀតបាទអញ្ចឹងមកដល់សកម្មភាពមួយទៀតគឺតកតមួយការបើកបៀវត្សជូនមន្ត្រីរាជការបាទឧទាហរណ៍ថាមន្ត្រីរាជការប្រាប់ប្រហែលអញ្ចឹងអ្វីដែលយើងបញ្ចូលដើម្បីឲ្យងាយស្រួលឧទាហរណ៍បាទឧទាហរណ៍ថាបើកផ្ដល់យើងអាចប្រើវិធីសាស្ត្រមួយទៀតយើងអាចយកម៉ៅមកហើយយើង copy ប៉ុន្តែយើងយកមកដល់នេះគឺយើងអត់ផាសជាធម្មតាទេគឺយើងយកផាសជា1 2 3ផាសជា value បាទដើម្បីខ្ជិលវាយបាទអញ្ចឹងបើកប្រាក់បៀវត្សមូលដ្ឋានជូនមន្ត្រីអប់រំបាទមន្ត្រីអប់រំរបស់យើងតាមទៅអប់រំនៅកម្រិតគេកម្មាតូចឬមួយគេអញ្ចឹងទៅបាទជំទៅអប់រំចំនួនប៉ុន្មានអ្នកបាទនេះខ្ញុំអត់បានច្បាស់ដែរមន្ត្រីអប់រំផ្នែកអប់រំកម្មាតូចឬមួយក៏ដើម្បីយើងអាចងាយស្រួលក្នុងការបញ្ជាក់បន្ថែមទៀតឬមួយក៏មិនដែរព្រោះវាមានការបើកប្រាក់នេះបៀវត្សអាចមានច្រើនមើលនឹងធំក៏ដូចជាមានដែរបាទជូនបុគ្គលិកបឋមនេះបាទអញ្ចឹងកន្លែងនេះដើម្បីឲ្យយើងងាយស្រួលយើងដាក់អញ្ចឹងក៏បានឬមួយក៏យើងអាចបន្ថែមទៅមន្ត្រីអប់រំផ្នែកអប់រំកម្មាតូចខ្ញុំគ្រូឬមួយក៏មិនបាទខ្ញុំអត់ច្បាស់ដែរអញ្ចឹងចំនួនប្រហែលអ្នកបានអ្នកចំនួនប្រហែលអ្នកបាទយើងអាចដាក់សរុបបានណាសរុបប៉ុណ្ណឹងទៅព្រោះដោយសារតែចំនួនយើងអាចដាក់ក្រោយសរុបចំនួន
3 ខែបាទក្នុងនេះទី1បាទអញ្ចឹងយើងបានបើសិនបើយើងបើកជូនត្រីអប់រំសរុបប៉ុណ្្នឹងនេះហើយហើយបើដឹងថាមានស្រីប្រហែលទៀតយើងអាចដាក់ស្រីមកក៏បានថែមទៀតទៅកាន់តែច្បាស់ស្រីនេះមកបាទចំនួន3ខែក្នុងត្រីមាសទី1បាទអញ្ចឹងបន្តមកទៀតយើងបើថាបាន3ខែយើងបញ្ចូលលេខ3មកបាទអូខេបាទអូខេឬមួយក៏មកដល់ពេលឥឡូវទៅបើកបាន2ខែឧទាហរណ៍តែ2ខែចុះព្រោះមិញយើងសម្រាប់ឥឡូវយើងយក2ខែចុះបាទដល់2អញ្ចឹងកន្លែងនេះយើងបញ្ចូល2បាទអញ្ចឹងបញ្ចូល2ស្រឡាញ់ស្ថានភាពភាគរយនេះបានតែ 66.67 ទេបាទអញ្ចឹងស្ថានភាពគាត់នឹងលោតលេខ2លោតលេខ2នេះខ្ញុំជឿជាក់ថាអ្នកដែលធ្លាប់រៀបចំរបាយការណ៍សមិទ្ធកម្មគាត់អាចយល់ហើយលេខ2មានន័យថាសកម្មភាពហ្នឹងបានអនុវត្តដែរប៉ុន្តែវាមិនទាន់បានចប់ទេមានន័យថានឹងបន្តអនុវត្តតទៀតបាទអញ្ចឹងនៅក្នុងនេះបាទអញ្ចឹងសកម្មភាពហ្នឹងមិនទាន់អត់ទាន់បានចប់ទេបាទអញ្ចឹងតើថវិកាអស់ប៉ុន្មានបាទអញ្ចឹង34លានជាងនេះខ្ញុំឧទាហរណ៍ថា7លានចុចប្រហែលអញ្ចឹងចាស់7លានចុចវាបានថា5លានចាស់ឧទាហរណ៍ថា5លានចុច80ចាស់បាទឧទាហរណ៍បាទអញ្ចឹងតើសកម្មភាពយើងបានអនុវត្តអញ្ចឹងវាមានកញ្ចប់ថវិកាបាទអញ្ចឹងយើងមើលទៀតអញ្ចឹងកន្លែងនេះទាមទារឲ្យបញ្ចូលស្ដីបញ្ជាក់តើមូលហេតុអីបានជាជាងគ្រូបើក3ខែតែបើកបានតែ2ខែដោយសារមូលហេតុអីអញ្ចឹងទាមទារឲ្យអ្នកដែលរាយការណ៍អំពីការអនុវត្តសកម្មភាពនោះត្រូវតែបញ្ជាក់មូលហេតុបាទអញ្ចឹងមូលហេតុដោយសារអីអញ្ចឹងដាក់មក1 2 3 4អញ្ចឹងមករៀបចំឯកសារមិនតាន់ឬមួយក៏មិនបាទអាចបញ្ជាក់មកបាទអញ្ចឹងទៅដល់សកម្មភាពមួយទៀតឧទាហរណ៍ថាសកម្មភាពមួយនេះមិនទាន់បានអនុវត្តទេឧទាហរណ៍បាទឧទាហរណ៍អញ្ចឹងឧទាហរណ៍ថាសកម្មភាពមិនទាន់អនុវត្តអត់មានចំហចោលទេបាទអត់មានទុកចោលទេបើសិនបើជាសកម្មភាពដែលមិនទាន់បានអនុវត្តត្រូវតែបញ្ចូលបាទមិនទាន់បានអនុវត្តបាទអញ្ចឹងនៅពេលដែលអស់លោកលោកស្រីដែលទទួលបន្ទុកតាមផ្នែកនីមួយៗគឺតាមលទ្ធផលសម្រេចបានក៏ដូចជាអនុវត្តបាននេះក៏ដូចជាស្ដីបញ្ជាក់គឺមិនត្រូវមានពណ៌ទឹកក្រូចស្រាលនេះទេបាទត្រូវតែមានទិន្នន័យទាំងអស់បាទអញ្ចឹងបើអត់អនុវត្តបានអញ្ចឹងកន្លែងអនុវត្តបាននេះក៏បញ្ចូលដែរគឺ0បាទ0អញ្ចឹងពេលដែលបញ្ចូល0មានន័យថាសកម្មភាពមិនទាន់បានអនុវត្តអញ្ចឹងគាត់លោតលេខ3អញ្ចឹងថវិកាក៏ប្រហែលជាមិនបានអនុវត្តដែរអញ្ចឹងយើងដាក់0បាទបន្ទាប់មកទៀតលោកស្រីលោកគ្រូអ្នកគ្រូត្រូវតែបញ្ជាក់មូលហេតុតើមូលហេតុអីបានជាសកម្មភាពនោះមិនទាន់បានអនុវត្តបាទបញ្ជាក់ពីមូលហេតុមកទៀតបាទអញ្ចឹងយើងធ្វើអញ្ចឹងមករហូតមកបាទអញ្ចឹងបើសិនបើយើងទទួលបន្ទុកផ្នែកកម្មាតូចមើលមាន1 2 3 4 5សកម្មភាពបាទអញ្ចឹងបញ្ចូលមក5បាទតើពេលអ្នកដែលផ្នែកបឋមគាត់បញ្ចូលលទ្ធផលរបស់បឋមយ៉ាងមកបាទពី1 2 3ប្រហែលជា5ដូចគ្នាអាចច្រើនជាងនឹងទីបឋមបាទអញ្ចឹងសម្រាប់ការបញ្ចូលលទ្ធផលសម្រាប់បានគឺមានប៉ុណ្ណឹងខ្ញុំសូមរំលឹកឡើងមក